បាទញាក់សាច់ជាមួយនឹងជើងតាំងនិងកសសរលបងសម្រាប់ក្រុមជាងខ្ញុំបាទធ្វើមកមុំជូនម្ចាស់គម្រោងតែម្ដងពីខ្ញុំបាទជើងរ៉ាស៊ីអសំណងទទួលមកការសាងសង់និងជួសជុលផ្ទះ25ខេត្តក្រុងបាទសូមអនុញ្ញាតគ្រប់ជម្រាបសួរពុកម៉ែអ៊ំពូមីងបងប្អូនទាំងអស់ជាទីគោរពក្នុងគណៈថ្ងៃទី20ខែ10ឆ្នាំ2025នេះដែរក៏សូមគោរពអញ្ជើញពុកម៉ែអ៊ំពូមីងបងប្អូនទាំងអស់ទស្សនាវីដេអូទំហំជើងតាងនិងកសសរក្រុមជាងខ្ញុំបាទដែលធ្វើជូនសម្រាប់ម្ចាស់គម្រោងបាទបាទនេះគឺជាជើងតាំងមួយកន្លែងទៀតដែលម្ចាស់ផ្ទះគាត់ចោលពីព្រំដីរបស់គាត់បាទគាត់ចោលពីខាងនោះមកដល់កន្លែងជើងតាំងនេះ30ម៉ែត្រហើយគាត់ចោលពីផ្លូវខាងមុខនោះមក30ម៉ែត្រដែរបាទនេះថាលបងខាងក្នុងផ្ទះនេះគឺស្ថិតនៅខាងក្នុងព្រំដីហ្នឹង30ម៉ែត្រ4ជ្រុង